ចូលមកដល់ថ្ងៃទី3នៃការសម្រកគីឡូគោលដៅគឺ47គីឡូហើយចាំមើលថាថ្ងៃទី3នេះគឺខ្ញុំនឹងញ៉ាំអ្វីខ្លះអូខេព្រឹកឡើងគឺម៉ោង11:26នាទីបងប្អូនគឺចិត្តពេលថ្ងៃទៀតហើយគឺយើងមកញ៉ាំជាមួយនឹង overnight oat បងប្អូនគឺຕົក2ថ្ងៃហើយថ្ងៃហ្នឹងត្រូវតែញ៉ាំឲ្យអស់ហើយជាមួយនឹងដំឡូងជប៉ុនបងប្អូនក្រោយញ៉ាំ overnight oat បាន2ដងហើយសូមឲ្យខ្ញុំសម្រាកបន្តិចណាមិនគឺហិតសិនខ្លាចវាខូចបងប្អូនមើលតែមុខមាត់ខ្ញុំទៅក៏ដឹងដែរថាឆ្ងាញ់ឬក៏ពិបាកញ៉ាំបងប្អូនចាប់ផ្ដើមម៉ាត់ដំបូងគឺវារៀងពិបាកញ៉ាំមកប៉ុន្តែគឺម៉ាត់ទី2ទី3គឺរៀងស្រួលញ៉ាំឯណោះគ្នាវារៀងជូរអីចឹងណាជូរពីជាតិ blueberry ណោះគ្នាក្រោយញ៉ាំ overnight oat លើកនឹងហើយគឺខ្ញុំសុំសម្រាប់វែងឆ្ងាយបន្តិចណោះគ្នាដោយសារតែរៀងពិបាកញ៉ាំចឹងណាវាប៉ែកហើយវាបែបខាប់កណោះគ្នានិយាយទៅវាជូរអែមឆ្ងាញ់មែនប៉ុន្តែគាត់ថាវារៀងខាប់បន្តិចណោះគ្នាមើលតែមាត់ពេលខ្ញុំញ៉ាំក៏ដឹងដែរពីមុនខ្ញុំសម្រកគីឡូលឺណាមួយថ្ងៃគឺខ្ញុំញ៉ាំតែពងមួយគ្រាប់ហើយពេលល្ងាចគឺខ្ញុំញ៉ាំតែតបែកមួយណោះគ្នាតន់ហន់ក្នុងការសម្រកគីឡូហើយដឹងអណោះគ្នាតែ3ថ្ងៃគឺខ្ញុំអាចស្រកបាន2គីឡូ4-5ថ្ងៃទៅមួយអាទិត្យអីគឺស្រកបានឡើង3-4គីឡូណោះនេះសាហាវមែនទែនហ្មងការហ្នឹងតែខ្ញុំលែងហ៊ានធ្វើទៀតហើយដោយសារតែពេលយើងបានស្រកហើយដល់ពេលធាត់វិញគឺធាត់លើសដើមដៃដែលយើងមិនដែលធ្លាប់ធាត់ហ្មងណោះគ្នាយកអារម្មណ៍ហ្នឹងអញ្ចឹងបានថាធាត់លើកនេះគឺខ្ញុំឈប់ទៀតហើយណោះគ្នាប្រើវិធីសម្រកគីឡូខឲ្យធាត់លើសដើមណាចាហើយម៉ោង12គឺយើងមកកំងម៉ាឆាផឹកទៀតហើយថ្ងៃនេះមានអារម្មណ៍ថាម៉ោង4ជាងគឺឃ្លានរបស់ផ្អែមខ្លាំងមែនទែននិយាយទៅជាធម្មតាគឺខ្ញុំជាមនុស្សដែលចូលចិត្តញ៉ាំនំផ្អែមស្រាប់ណាអស់គ្នាអញ្ចឹងគឺអស់សុកាឡាពីកញ្ចប់ទុយមិញហ្នឹងនិយាយថាឃ្លានអីញ៉ាំទៅតែកុំឲ្យញ៉ាំលើសបរិមាណអញ្ចឹងចូលមកដល់អាហារចុងក្រោយរបស់យើងហើយថ្ងៃនេះញ៉ាំរៀងឡែតម៉ោង7ជាងណាអស់គ្នាមើលបកា2ខាំបានតែ6គ្រាប់ហ្នឹងឯងតែវារៀងធំដែរអញ្ចឹងណាពេលខ្ញុំទៅទិញមានអារម្មណ៍ថាច្រើនខ្លាំងដល់ពេលឲ្យនាវណៃបកឲ្យស្ងោរឲ្យខ្ញុំញ៉ាំខ្ញុំសួរនាវណៃថាអ្នកឯងយកបោះចោលមែនខ្ញុំស្មាននាវណៃយកបកាខ្ញុំបោះចោលតែអ្នកគ្នាពេលទិញឃើញច្រើនពេលនាវណៃត្រៀមដាក់ស្ងោរខ្ញុំសួរថាអ្នកឯងយកបកាខ្ញុំបោះចោលមែនខ្ញុំខំដើររោក្នុងធុងសម្រាមអ្នកគ្នាតែមែនទេគឺបកា2ខាំបានតែ6គ្រាប់អ្នកគ្នាមើលខ្ញុំអត់ចាប់អារម្មណ៍មកហើយខ្ញុំលង្កៀងនាវណៃលង្ខឹងខ្ញុំថាអញ្ចេះអ្នកឯងស្វាខ្ញុំជាមនុស្សអញ្ចឹងមែនអូយខ្ញុំកៀងសាហាវអ្នកគ្នានឹងអ្នកគ្នាបកា2ខាំហើយជាមួយនឹងសាច់មាន់1ខាំអ្នកគ្នានិយាយទៅអាហារចុងក្រោយនេះគឺ3ខាំតែម្ដងអ្នកគ្នាដាក់ជាមួយនឹងស្ពៃចឹងមកនេះសាឡាត់នេះឃើញទេជ្រលក់ជាមួយនឹងទឹកត្រីកោះគង់មកអ៊ុយអែមអ្នកគ្នាហើយសំខាន់ថ្ងៃហ្នឹងគឺនាវណៃគេស្ងោរឆៃថាអ្នកគ្នាខ្ញុំសុំស៊ុបនាវណៃយកមកញ៉ាំមួយចានហេសម្រាប់គីឡូលើកនេះគឺខ្ញុំមានក្តីសុខមែនទេអ្នកគ្នាខ្ញុំបានញ៉ាំរបស់ដែលខ្ញុំចូលចិត្តបានញ៉ាំរបស់ឆ្ងាញ់ហើយថែមទាំងឆ្អែតទៀតអត់មានញ័រខ្លួនឬក៏ស្រេកឃ្លានអីហ្មងណា